ឆ្នាំខាលឆ្នាំជូតឆ្នាំថោះឆ្នាំកុលពុកម៉ែបងប្អូនដែលកាត់ឆ្នាំទាំង4នេះរាសីថ្ងៃសៅរ៍ទី2ឧសភានេះគឺមធ្យមដូច្នេះពុកម៉ែបងប្អូនដែលកាត់ឆ្នាំខាលជូតថោះកុលណាថ្ងៃនេះទាយថាកិច្ចការងារជាច្រើនដែលលោកអ្នកត្រូវធ្វើត្រូវលៃលោកណារកតែការងារដែលចាំបាច់តែប៉ុណ្ណោះណាអញ្ចឹងត្រូវតែមើលត្រូវមានការប្រយ័ត្នប្រយែងមែនទែនត្រូវតែគិតគូរឲ្យបានច្បាស់លាស់ណាហើយធ្វើទៅបានផលហើយព្រោះថាបើសិនជាពុកម៉ែបងប្អូនណាបំលែបើហ៊ានតែប្រឡែងដៃនោះការងារនោះនឹងរបូតដូច្នេះត្រូវចាប់ឲ្យជាប់តែម្ដងសម្រាប់ក្នុងគ្រួសារសាច់ញាតិវិញស្នេហាវិញគឺមានភាពល្អកកបន្តិចបន្តួចទេតែមិនថ្មីទេអញ្ចឹងពុកម៉ែមកឆ្នាំជួលឆ្នាំខាលឆ្នាំថោះត្រូវតែប្រុងប្រយ័ត្នបន្ថែមណា